មានរឿងអីអញ្ចេះអ្នកជំនួញដល់ល្បីល្បាញរបស់ចិនគឺអ្នកអុកញ៉ាជេនស៊ីនិងបកពួកពីរនាក់ទៀតត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននិងបញ្ជូនទៅប្រទេសចិនតោះពុកម៉ែបងប្អូនសូមស្ដាប់ទាំងអស់គ្នាដើម្បីដឹងពីការពិតក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីជូនដំណឹងជាសាធារណៈអំពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបអក្រិតកម្មឆ្លងដែនដ៏សំខាន់មួយដែលឈានដល់ការចាប់ខ្លួននិងបញ្ជូនខ្លួនអតីតមហាសេដ្ឋីម្នាក់ទៅកាន់ប្រទេសចិនយោងតាមក្រសួងមហាផ្ទៃក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអក្រិតកម្មឆ្លងដែននិងផ្អែកតាមសំណើផ្លូវការរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនកម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឃាត់ខ្លួនពលរដ្ឋចិនចំនួន3រួមមាន1ឈ្មោះជេនស៊ី2ឈ្មោះសូជីលៀង3ឈ្មោះសៅជីហ៊ុយប្រតិបត្តិការចាប់ខ្លួននិងបញ្ជូនខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី6ខែមករាឆ្នាំ2026បន្ទាប់ពីសមត្ថកិច្ចកម្ពុជានិងចិនបានធ្វើការស៊ើបអង្កេតរួមគ្នាយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែកន្លងមកនេះអ្វីដែលគួរឲ្យកត់សម្គាល់ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ច្បាស់នៅស្ថានភាពសញ្ជាតិរបស់បុគ្គលជេនស៊ីផងដែរថារូបលោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែររួចហើយកាលពីខែធ្នូឆ្នាំ2025កន្លងទៅដោយផ្អែកទៅតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាការចាត់វិធានការនេះបង្ហាញពីការបដិញ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសហការជាមួយអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងរាល់សកម្មភាពខុសច្បាប់និងដើម្បីរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុងតំបន់នេះបើយោងតាមក្រសួងមហាផ្ទៃនៅថ្ងៃទី7ខែមករាឆ្នាំ2026នេះ